Bismillahirrahmanirrahim គម្ពីរកូរ៉ានកោតទោសយ៉ាងខ្លាំងចំពោះភាពអំនួតនិងភាពក្រអឺតក្រទមដោយសារលក្ខណៈសម្បត្តិទាំងនោះនាំមនុស្សឲ្យចាកឆ្ងាយពីការសុភាពរាបសារនិងការមិនចេះឱនលំទោនចំពោះអល់ឡោះអាយ៉ាតជាច្រើនក្នុងគម្ពីរកូរ៉ានបានគូបង្ហាញពីការបំភ្លេចបំផ្លាញនៃភាពក្រអឺតក្រទមសូរ៉ាអល់អ៊ីស្រ៉ាលេខ17អាយ៉ាតទី37ولا تمش في الأرض مرحا إنك لن تخرق الأرض ولن تبلغ الجبال طولا ហើយចូលអ្នកកុំដើរនៅលើផែនដីនេះដោយក្រអឺតក្រទមឲ្យសោះពិតប្រាកដណាស់អ្នកមិនអាចពុះជ្រែកផែនដីបានឡើយហើយអ្នកក៏មិនអាចឈោងខ្ពស់ដូចភ្នំបានដែរសូរ៉ាលុកម៉ានអាយ៉ាតទី18ولا تصعر خدك للناس ولا تمشي في الأرض مرحا إن الله لا يحب كل مختال فخور ហើយចូលឯងកុំងាកមុខចេញពីមនុស្សលោកដោយអំនួតនិងកុំដើរនៅលើផែនដីនេះដោយក្រអឺតក្រទមឲ្យសោះពិតប្រាកដណាស់អល់ឡោះមិនស្រឡាញ់អ្នកដែលក្រអឺតក្រទមនិងអំនួតនោះឡើយសូរ៉ាអាននីសាអាយ៉ាតទី36 واعبدوا الله ولا تشركوا به شيئا وبالوالدين إحسانا وبذي القربى واليتامى والمساكين والجار ذي القربى والجار الجنب والصاحب بالجنب وابن السبيل وما ملكت أيمانكم إن الله لا يحب من كان مختالا فخورا ចូលពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះហើយកុំធ្វើសេរីនឹងទ្រង់នៅអ្វីមួយជាដាច់ខាតហើយចូលពួកអ្នកធ្វើល្អចំពោះឪពុកម្ដាយសាច់សាឡោហាត់កូនកំព្រាអ្នកក្រអ្នកជិតខាងដែលជាសាច់ញាតិនិងអ្នកជិតខាងដែលមិនមែនជាសាច់ញាតិហើយនឹងអ្នករួមដំណើរជាមួយគ្នាហើយនឹងអ្នកធ្វើដំណើរដាច់ស្បៀងព្រមទាំងទាសាទាស័យរបស់អ្នកពិតប្រាកដណាស់អល់ឡោះមិនស្រឡាញ់អ្នកដែលខ្ពត់ក្អេងក្អាងនោះឡើយសូរ៉ាអល់អារ៉ាហ្វអាយ៉ាត146 سأصرف عن آياتي الذين يتكبرون في الأرض بغير الحق وإن يروا كل آية لا يؤمنوا بها وإن يروا سبيل الرشد لا يتخذوه سبيلا وإن يروا سبيل الغي يتخذوه سبيلا ذلك بأنهم كذبوا بآياتنا وكانوا عنها غافلين យើងនឹងបង្វែរពួកដែលក្រអឺតក្រទមនៅលើផែនដីដោយគ្មានការពិតចេញពីបណ្ដាភស្តុតាងរបស់យើងហើយបើពួកគេឃើញរាល់ភស្តុតាងវិញនោះក៏ពួកគេគ្មានជំនឿនឹងវាដែរហើយបើពួកគេឃើញមេគាត្រឹមត្រូវពួកគេក៏មិនទទួលយកវាធ្វើជាមេគាដែរតែបើពួកគេឃើញមេគាដែលវង្វេងវិញនោះពួកគេនឹងទទួលយកវាធ្វើជាមេគាភ្លាមនោះដោយសារតែពួកគេបានបដិសេធនឹងបណ្ដាភស្តុតាងរបស់យើងនិងបានធ្វេសប្រហែសពីវាអាយ៉ាតទាំងនេះបង្ហាញថាភាពក្រអឺតក្រទមរារាំងមនុស្សពីការទទួលយកការពិតនិងការណែនាំសូរ៉ាអល់ហ្គាហ្វៀរអាយ៉ាតទី35 الذين يجادلون في آيات الله بغير سلطان أتاهم كبر مقتا عند الله وعند الذين آمنوا كذلك يطبع الله على كل قلب متكبر جبار ពួកដែលជជែកដេញដោលនៅក្នុងអាយ៉ាតរបស់អល់ឡោះដោយគ្មានភស្តុតាងណាមួយមកដល់ពួកគេនោះវាគួរឲ្យស្អប់ខ្ពើមបំផុតចំពោះអល់ឡោះនិងចំពោះបណ្ដាអ្នកដែលមានជំនឿដូច្នេះដែរអល់ឡោះបានបោះត្រាផ្ចិតទៅលើរាល់ចិត្តរបស់អ្នកដែលក្រអឺតក្រទមផ្ដាច់ការកូរ៉ានព្រមានថាភាពក្រអឺតក្រទមឃ្លាតឆ្ងាយពីសេចក្តីមេត្តាករុណារបស់អល់ឡោះហើយនាំទៅរកការបដិសេធការពិតនិងនាំទៅរកការមិនពេញចិត្តពីអល់ឡោះផ្ទុយពីនេះការបន្ទាបខ្លួនគឺជាគុណប្រយោជន៍ដែលអល់ឡោះស្រឡាញ់យោងតាមតាហ្សៀរល្បីៗមួយចំនួនលើអាយ៉ាតដែលទាក់ទងនឹងភាពក្រអឺតក្រទមនៅក្នុងកូរ៉ានសូរ៉ាអល់អ៊ីស្រ៉ាអាយ៉ាតទី37
Tafsir Ibnu Katsir អាយ៉ាតនេះណែនាំឲ្យបដិសេធនឹងភាពក្រអឺតក្រទមហើយការដើរក្រអឺតក្រទមនៅលើផែនដីបង្ហាញពីការបោះបង់ភាពបន្ទាបខ្លួនគាត់ជម្រាបបន្ថែមថាមនុស្សត្រូវបានគេកំណត់អំណាចនិងឋានៈរបស់ពួកគេហើយការក្រអឺតក្រទមឬអួតអាងគឺបង្ហាញភាពមិនត្រឹមត្រូវ Tafsir Al-Qurtubi រៀបរាប់យ៉ាងលម្អិតអំពីការហាមឃាត់ការដើរដោយក្រអឺតក្រទមដោយកត់សម្គាល់ថាវាគឺជាសញ្ញានៃភាពក្រអឺតក្រទមនិងការវង្វេងដោយខ្លួនឯងគាត់សង្កត់ធ្ងន់ថាមនុស្សគួរដើរដោយបន្ទាបខ្លួនព្រោះភាពអំនួតអល់ឡោះមិនចូលចិត្តឡើយសូរ៉ាឡុកម៉ាន Tafsir Ibnu Katsir អាយ៉ាតនេះនិយាយអំពីដំបូន្មានរបស់លុកម៉ានទៅកាន់កូនប្រុសរបស់គាត់ដោយជំរុញកុំឲ្យប្រព្រឹត្តចំពោះមនុស្សដោយភាពក្រអឺតក្រទមឬអួតក្អេងក្អាង Ibnu Katsir បញ្យល់ថាការបង្វែរមុខដោយមើលងាយគឺជាការបង្ហាញភាពក្រអឺតក្រទមដែលអល់ឡោះមិនពេញចិត្ត Tafsir Al-Jalalain រៀបរាប់ថាអាយ៉ាតនេះលើកទឹកចិត្តអ្នកជឿឲ្យជៀសវាងការអួតអាងនិងការអំនួតហើយជំនួសមកវិញដោយរក្សាភាពសុភាពរាបសារក្នុងការទំនាក់ទំនងជាមួយអ្នកដទៃសូរ៉ាអាននីសាអាយ៉ាតទី36 Tafsir As-Sadi បញ្យល់ថាអល់ឡោះមិនចូលចិត្តអ្នកដែលបោកបញ្ឆោតខ្លួនឯងនិងមានអំនួតដោយសារពួកគេបែកចេញពីការសូឡាតនិងការធ្វើបាបអ្នកដទៃតាមរយៈភាពក្រអឺតក្រទមរបស់ពួកគេសូរ៉ា Al-A'raf អាយ៉ាត146 Tafsir Ibnu Katsir បញ្យល់ថាអ្នកដែលក្រអឺតក្រទមបែរចេញពីការមើលឃើញទីសម្គាល់របស់អល់ឡោះដោយសារអំនួតរបស់ពួកគេធ្វើឲ្យពួកគេងងឹតភ្នែកភាពក្រអឺតក្រទមបានរាំងពួកគេមិនឲ្យទទួលបានអត្ថប្រយោជន៍ពីការណែនាំដោយមិនគិតពីចំនួនសញ្ញាដែលបង្ហាញដល់ពួកគេ Tafsir At-Tabari សង្កត់ធ្ងន់ថាអាយ៉ាតនេះជាការព្រមានថាអ្នកដែលមានអំនួតនិងអ្នកក្រអឺតក្រទមនឹងមិនត្រូវបានដឹកនាំដោយភ័ស្តុតាងរបស់អល់ឡោះទេខណៈដែលពួកគេបដិសេធមិនទទួលស្គាល់សូរ៉ា Ghafir អាយ៉ាតទី35 Tafsir Ibnu Katsir គូបញ្ជាក់ថាអ្នកដែលជជែកតវ៉ាដោយក្រអឺតក្រទមដោយគ្មានចំណេះដឹងឬសិទ្ធិអំណាចត្រូវបានអល់ឡោះស្អប់ខ្ពើមយ៉ាងខ្លាំងគាត់បញ្យល់ថាចិត្តរបស់មនុស្សបែបនេះត្រូវបានផ្សារភ្ជាប់ដោយសារតែភាពក្រអឺតក្រទមរបស់ពួកគេដែលនៅទីបំផុតនាំពួកគេឲ្យវង្វេង Tafsir Al-Qurtubi សង្កត់ធ្ងន់ថាភាពក្រអឺតក្រទមក្នុងការជំទាស់នឹងភ័ស្តុតាងរបស់អល់ឡោះគឺជាអំពើបាបដ៏ធ្ងន់ធ្ងរភាពក្រអឺតក្រទមនេះនាំបេះដូងឲ្យរឹងរូសមិនអាចទទួលយកការណែនាំដូច្នេះហើយធ្វើឲ្យមានការខឹងសម្បារពីអល់ឡោះTafsir ទាំងនេះបង្ហាញពីរបៀបដែលអ្នកប្រាជ្ញបកស្រាយការថ្កោលទោសយ៉ាងខ្លាំងរបស់កូរ៉ានចំពោះភាពក្រអឺតក្រទមពួកគេសង្កត់ធ្ងន់លើការបន្ទាបខ្លួននិងការសុភាពរាបសារជាលក្ខណៈសំខាន់ដែលអ្នកជឿគួរតែបណ្ដោះឡើង